ចាជំរាបសួរបងចាกระดาษមកដុំមានបោះមួយបន្ទាត់ហើយនឹងកត្រៃធ្វើអីចាមកបង្ហាញពីវិធីបត់កលាបត់បងម្ដុំហ្នឹងកាត់ធ្វើម៉េចឲ្យបាន5កង់ចាក្នុងមួយកង់បងអាចវាស់បានស្មើនឹង10 cm ចឹងបងអាចវាស់ទៅកាត់តាមហ្នឹងទៅធ្វើឲ្យបាន5កដាស់អញ្ចឹងបងអាចមើលវិធីបត់បានងាយមែនទេបងហើយសម្រាប់ម៉ូដនឹងផងដែរគឺថាប្រចាំតកូលតែម្ដងរយៈពេល2ឆ្នាំជាងហើយគឺលក់អាចជាងផ្កាណាទាំងអស់កលាបត់ហ្នឹងបងកលាបត់ហ្នឹងដែរសាកសមមិនថាធោបាច់កត្រកប្រអប់ផ្សេងគឺថ្លៃថ្នូរមែនទែនហើយស្អាតបងអាចមើលបានណាវិធីកាច់របស់នាងខ្ញុំគឺបែបហ្នឹងបងកាច់ត្រឡប់ទៅត្រឡប់មកប៉ុន្តែយើងរៀងខ្ទាស់ចាយើងខ្ទាស់ឲ្យជ្រៅហើយយើងសកត់មុខបែបហ្នឹងគឺថាมันងាយលបោតាណាទេបងណាបងកាច់ឲ្យខ្ទះចូលបែបហ្នឹងហើយយើងសកត់មុខកាច់ខ្ទាស់បែបហ្នឹងរហូតដល់អស់អញ្ចឹងបងអាចមើលតាមហ្នឹងបានណានាងខ្ញុំសុំសារវីដេអូហ្នឹងណាសម្រាប់បងដែលត្រូវការសម្ភារៈប្រើប្រាស់សម្ភារៈធ្វើផ្កាអីបងអាចកំងពី page សុកអានផ្កាกระดาษផ្កាចាក់បានណាបងហើយសម្រាប់ឈុតរៀនធ្វើផ្កាហ្មងខ្ញុំមានចាប់ពី$8ឡើងទៅ$8 $10នឹងតាមបងកំងមិនថាกระดาษខ្ចប់ស្នោឬក៏ផ្សេងទាំងអស់គឺមានណាបងណាហើយនេះជាចំណុចចុងបងអស់គឺបងអាចមើលបានគឺយើងបត់បែបហ្នឹងរហូតដល់ចុងនៅពេលដែលយើងបត់ហើយបងនេះមើលក្របមកក្របគឺប៉ិនគ្នាអញ្ចឹងហ្មងគឺស្អាតស្មើគ្នាបងបត់មកគឺកលាបយើងស្អាតហើយបងទៅការត្រឡប់មកវិញណាត្រឡប់យកខាងចុងយកមកបត់ធ្វើជាបដូលវិញសម្រាប់ការបត់បញ្ចូលគ្នានេះដែររុំធ្វើជាផ្កាបងអាចរៀងថ្នមដៃបន្តិចប៉ុន្តែកុំថ្នមខ្លាំងពេកកុំធូររលុងពេកធូរពេកផ្កាយើងអត់ស្អាតតែបើតឹងពេកយើងនៅដាក់ដើមដាក់អីទៀតនៅពេលដែលយើងសកត់ខ្លាំងឬក៏យើងរុំខ្លាំងពេកកលាបយើងអត់រីកស្អាតទេអញ្ចឹងបងរុំទៅថ្នមដៃបន្តិចហ្នឹងហើយបងហើយអំបោះមិញហ្នឹងយើងយកមកមិនថាអំបោះហុងឬអំបោះអីប្រើបានទាំងអស់បងរឿងទាញតិចមកដោយសារយើងប្រើកលាបដៃចងបាញ់មិញអញ្ចឹងកលាបរបស់យើងរួចរាល់ហើយស្អាតថ្លៃថ្នូរមែនទែនត្រូវការសម្ភារៈប្រើប្រាស់កុំភ្លេចកំងមក Facebook អានការកដាស់ផ្កាចាក់អរគុណសម្រាប់ការគាំទ្រ